ក្តៅទីបំផុតលោក Tim Cook បានប្រកាសចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Apple ហើយក្រោយពីការកាត់តំណែងនេះឲ្យរយៈពេលជាង15ឆ្នាំកន្លងមកនៅថ្ងៃទី21ខែមេសានេះពិភពលោកគឺមានការផ្ទះផ្អើលយ៉ាងខ្លាំងក្រោយទទួលបានដំណឹងថាក្រុមហ៊ុន Apple សម្រាប់ផ្លាស់ប្ដូរ CEO ថ្មីហើយក្រោយពីការកាត់តំណែងកម្ពុជានេះឲ្យរយៈពេលជាង15ឆ្នាំកន្លងមករបស់លោក Tim Cook បន្ទាប់ពីការទទួលមរណភាពរបស់លោក Steve Jobs កាលពីឆ្នាំ2011ចំណែក CEO ថ្មីរបស់ក្រុមហ៊ុន Apple ដែលនឹងមកជំនួសតំណែងលោក Tim Cook គឺលោក John Turner ដែលបច្ចុប្បន្នគឺកំពុងតែកាត់តំណែងជាអនុប្រធានវិស្វកម្មផ្នែក Hardware ដែលជាបុគ្គលមួយដែលល្បីល្បាញនិងមានសមត្ថភាពខ្លាំងមែនទែនលោក John Turner នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិឬក៏ជា CEO នៅថ្ងៃទី1ខែកញ្ញាឆ្នាំ2026ខាងមុខនេះបើទោះបីជាមិនសូវជាលើឈ្មោះក៏ពិតមែនប៉ុន្តែលោក John Turner គឺត្រូវបានគេស្គាល់ថាគឺជាមនុស្សម្នាក់ដែលខ្លាំងមែនទែននៅក្នុងក្រុមហ៊ុន Apple នេះការផ្លាស់ប្ដូរក្បាលម៉ាស៊ីនរបស់ក្រុមហ៊ុនចែកជាយៈនេះវាមិនមែនជ្រៀតជ្រែកដល់នោះទេប៉ុន្តែវាគឺជាការត្រៀមខ្លួនជាយូរយារណាស់មកហើយក្នុងការបន្តវេនដើម្បីត្រៀមខ្លួនក្នុងការប្រជែងក្នុងយុគសម័យ AI នេះហើយខ្ញុំក៏សូមបញ្ជាក់ផងថាលោក Tim Cook នេះហើយគឺជាអ្នកដែលចូលមកកាន់តំណែងជា CEO ជំនួសលោក Steve Jobs ដែលទទួលមរណភាពកាលពីឆ្នាំ2011ហើយលោក Tim Cook នេះហើយគឺជាអ្នកដែលរុញឲ្យក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនយៈធំបំផុតនៅក្នុងពិភពលោកដែលមានតម្លៃរហូតដល់ទៅ4 trillion ដុល្លារឯណោះដូច្នេះយើងមានតែរងចាំមើលក្រោមការដឹកនាំរបស់ CEO ថ្មីលោក John Turner តើក្រុមហ៊ុន Apple នៅតែជាក្រុមហ៊ុនយៈនៅលើពិភពលោកឬក៏មានការប្រែប្រួលឬក៏មានការផ្លាស់ប្ដូរអ្វីថ្មីដែរឬទេល្បីស្នាដៃកូនខ្មែរពិតៗឌីហ្សាញស្អាតប្លែកកំងតាមចិត្តល្បីលើពីសម្ភារៈពាក់កីឡាគុណភាពលើពីតម្លៃពាក់ដៃមោទនភាពជាតិជឿល្បីគឺគ្រប់គ្រងផលិតផលជាតិល្បីអត្តសញ្ញាណជាតិពាក់ដៃមោទនភាពជាតិកំងឥឡូវនេះមានតម្លៃពិសេស